តម្លៃមាសបានកើនឡើងប្រមាណ $4,000 នៅក្នុងមួយអោនលើការព្រមានពន្ធរបស់ចិនពីប្រធានាធិបតីសហរដ្ឋអាមេរិកតម្លៃមាសបានកើនឡើងកាលពីថ្ងៃសុក្រទី10 ខែតុលាឆ្នាំ2025នេះបន្ទាប់ពីការកើនឡើងនៅក្នុងរយៈពេលខ្លីប្រមាណ $4,000 នៅក្នុងមួយអោនជាលើកទី2នៅក្នុងសប្តាហ៍នេះខណៈដែលការព្រមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំអំពីពន្ធថ្មីដែលអាចកើតមានលើប្រទេសចិនបានបង្កើនល្បឿននៃតម្លៃមាស Spot Gold បានកើនឡើង 0.4% តម្លៃ $3,989.49 នៅក្នុងមួយអោននៅសប្តាហ៍នេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយការពីថ្ងៃសុក្រទី10 ខែតុលាឆ្នាំ2025នេះថាគ្មានហេតុផលណាមួយដែលត្រូវជួបជាមួយនឹងប្រធានាធិបតីចិនលោកស៊ីជីនពីងនៅក្នុងរយៈពេល2សប្តាហ៍នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយដែលបានគ្រោងទុកនោះទេលោកបាននិយាយនៅក្នុងកាសែត True Social Post ថាសហរដ្ឋអាមេរិកកំពុងតែគណនាការដំឡើងពន្ធដ៏ច្រើនលើការនាំចូលរបស់ប្រទេសចិនបន្ទាប់ពីព័ត៌មាននេះគឺតម្លៃមាសបានកើនឡើងដល់កំពូល $4,000 នៅក្នុងមួយអោននៅក្នុងរយៈពេលដ៏ខ្លី។